សូមគោរពជំរាបសួរលោកពុកអ្នកម្ដាយបងប្អូនរួមជាតិចិត្តឆ្ងាយទាំងអស់ក្នុងប្រទេសនិងក្រៅប្រទេសដែលកំពុងតាមដានទស្សនានៅលើវេទិការបស់យើងនៅក្នុងគណៈវេលាថ្មនេះគឺម៉ោង 7:45 នាទីតែប៉ុណ្ណោះទេដោយមានរឿងបន្ទាន់ដែលខ្ញុំបាទនឹងត្រូវធ្វើការបន្តផ្ទាល់បន្តិចដើម្បីជួបនឹងពុកម៉ែបងប្អូនដៃខ្មែរយើងឡាយអត់ចេញបងប្អូនសូមអធិស្ឋានដៃខ្មែរឡាយអត់ចេញឡាយពីកម្មវិធីមួយទៀតដើម្បីshareបញ្ចូលឲ្យលោកពុកម៉ែបងប្អូនយើងបានឃើញហើយជជែកសួរនាំបន្តិចអំពីរឿងខ្ញុំត្រូវផ្សាយបន្តិចដើម្បីឲ្យបងប្អូនយើងបានទទួលជ្រាបនៅដំណឹងខ្លះពាក់ព័ន្ធទៅនឹងរឿងបងប្អូនយើងដែលជាកងទ័ពជួរមុខហើយតម្រូវការរបស់គាត់ភ្លាមបន្ទាន់គាត់សូមឲ្យជួយចឹងមានបងប្អូនយើងជួយអន្តរាគមន៍បានន័យថាជួយគាត់នៅជួរមុខនៅអ្វីដែលជាតម្រូវការនៅពេលនេះគាត់ចង់បានណាគឺអាយគោមទំនាក់ទំនង 6-7 គ្រឿងអញ្ចឹងទៅបានប្រមាណគ្រឿងក៏យកដែរណាអញ្ចឹងតាំងនាមជួសមុខដោយបងគាត់សំណូមពរសុំខ្ញុំបាទក៏ឆ្លៀតយកឱកាសដ៏មានតម្លៃនឹងផ្សាយជូនគាត់ក្រៃលោកពុកអ្នកម៉ែបងប្អូនជនរួមជាតិក្នុងនិងក្រៅប្រទេសលោកតាក់ទឹកប្រតិក៏ដូចជាចាប់អារម្មណ៍ចង់ជួយបងកងទ័ពជួមុខក្នុងបបហេតុណាមួយអាចតំណាក់តំណងជួយបានតាមរយៈដៃខ្មែរ TV និងដឹកនាំព័ត៌មានទៅដល់ទីកន្លែងក៏ដូចជាគោលដៅបងជើងខាងខេត្តព្រះវិហារណាខាងខេត្តព្រះវិហារណាបងប្អូនហើយមួយវិញទៀតអរគុណដល់អំពូមីងមាសួរនាំដោយតសពមួយដងអញ្ចឹងលោកពុកអ្នកម៉ែអាចផ្ញើចូលតាមរយៈ QR code ឬក៏ទំនាក់ទំនងមក page ដៃខ្មែរ TV ក៏បានCambodia 24 ម៉ោងក៏បានសិតតែការផ្សាយតែមួយទេអំបូរតែមួយបាទពូជពងតែមួយនិយាយអញ្ចឹងស្រួលស្ដាប់ហ្នឹងហើយបងប្អូនយើងគាត់យើងកុំតាន់និយាយរឿងចិត្តបាញ់គ្នាឬមិនចិត្តបាញ់គ្នាយើងគាត់ថាដឹងសិនបាទបងប្អូនក៏ដឹងខ្ញុំបាទក៏ដឹងលោកឪពុកអ្នកម្ដាយដែលនៅបន្តព្រំដែនក៏ដឹងហើយរឿងចម្លៀសក៏កុំតាន់និយាយដែរបងប្អូនខ្ញុំសុំចិត្តបងប្អូនយើងរក្សាភាពស្ងប់ស្ងាត់សិនណាយើងអ្នកដឹងគឺយើងដឹងតែកុំតាន់គេហៅថាវាយស្មៅបង្អើលពោះកុំតាន់វាយស្មៅបង្អើលពោះណាអរគុណណាស់សារុនហើយខ្ញុំសំណូមពរបងប្អូននៅចំណុចមួយទៀតកុំសួរខ្ញុំពីរឿងបញ្ហាដូចជាចាត់ដូចជាតឡាការឲ្យខ្ញុំឆ្លើយរឿងខ្លះទោះបីជាខ្ញុំដឹងដូចម្ដេចដូចម្ដាដោយមានដងយ៉ាងណាយ៉ាងណីក៏ខ្ញុំអត់អាចឆ្លើយបំពេញបានដែរពុកម៉ែបងប្អូនសូមទទួលដឹងតាមច្រកចេញចូលតែមួយច្រកចេញចូលតែមួយដូចបានរៀបរាប់ចឹងគឺក្រសួងពាក់ព័ន្ធសេនាធិការរាជរដ្ឋាភិបាលយើងនៅក្នុងប្រទេសរបស់យើងមានច្បាប់មានទម្លាប់របស់យើងត្រឹមត្រូវហើយបើសិនជាយើងចូលតាមច្រកតែមួយបើថាស្រុកច្បាប់ប្រទេសជាតិយើងផ្សាយខុសអានឹងយើងខុសជាមួយគ្នាយើងព្រមខុសជាមួយគ្នាយើងដឹងដំណឹងមកព្រមគ្នាកុំឲ្យដូចណែបងប្អូនយើងក៏ទេមកជេរម៉ែមិនដឹងហៅថាបងប្អូនមិនទេបើគាត់ទេមកជេរសពសារពើណាទុកឲ្យគាត់ជេរឲ្យសบายចិត្តគាត់ទៅតែរឿងហេតុគាត់ថាគាត់ដឹងច្បាស់ណាស់ដឹងច្បាស់ណាស់ដឹងរបៀបដូចអត់ដងអញ្ចឹងរបៀបដូចពួកគេហៅថាបំផុសបំផុលផ្ទុះអាវុធហើយគ្រុងក្តាំងហើយបាញ់គ្នាហើយ
តែរឿងផ្ទុះរឿងបាញ់គេបាញ់តែគ្នាគេនៅនោះមិនឆ្លងដល់ដីយើងឯណាអានឹងរឿងហ្នឹងមានអាណាទៅថាមិនដឹងគេដឹងតាតែឯងមិនអញ្ចឹងទេអ្នកខ្លះមិនអញ្ចឹងទេសុំតោះអានេះខ្ញុំលូកបន្តិចឲ្យកប់កឡើតអ្នកសួរមួយចំនួនហ្នឹងដែលសួរមិនមែនសួរចង់ដឹងមែនទេណាសួរផ្ចាញ់មែនណាផ្ចាញ់មែនផ្ចាញ់តែណាបានបើផ្ចាញ់ខ្ញុំអត់ដឹងអត់ឮទេអកុសលបងប្អូនឡាយដៃខ្មែរអត់ចេញទេបងប្អូនមិនដឹងថាយ៉ាងម៉េចទេណាអត់ចេញមកយក page ផ្សេងសាកឡាយចេញហើយ share បញ្ចូលហ្នឹងហើយបងប្អូនមើលតាមរយៈហ្នឹងទៅក៏បានដែរហើយ no peli ហ្នឹងគឺ page តុកតាណាណីនោះទេតែឡាយចេញដល់ដៃខ្មែរឡាយអត់ចេញវាមានហេតុអញ្ចឹងដែរណាបងប្អូនគេតាមផ្ចាញ់គេតាមផ្ចាលគេរកគួនយើងគេមិនបានហុចផលជាឧត្តមប្រយោជន៍ឲ្យយើងក៏ដោយដូចម្ដេចដូចម្ដាតាមរយៈអីក៏ដោយគេមិនសូវជាខ្វល់គេមិនសូវជាចាប់អារម្មណ៍ទេប៉ុន្តែអារឿងរកគួនអារឿងរករឿងនេះជំនាញរបស់គេអត់ចង់ឲ្យកម្ពុជាយើងមានសុខសន្តិភាពពេញលេញបរិបូរណ៍ទេតាមចរិតរបស់គេនោះណាបងប្អូននឹងតាមចរិតរបស់គេអញ្ចឹងរឿងចិត្តបាញ់គ្នាឬមិនម៉ាកុំអីបងប្អូនស្ដាប់សិនណាតាមដានមើលសិនអញ្ចឹងមិនថាបើសិនជាយើងទទួលប្រភពព័ត៌មានមិនទាន់ច្បាស់ការកុំទាន់និយាយបងមិនជឿថាអូនឯងមិនដឹងរឿងតែបើបងអត់ជឿពូមិនជឿមីងមិនជឿដឹងមែននឹងហើយប៉ុន្តែដឹងនឹងវានៅក្នុងដងដឹងនឹងវាមានដងមិនចេះតែកវែងកវត់អត់អាសាការទេសំខាន់គឺយើងជួយគ្នាសិនបងប្អូនណាជួយគ្នាសិនដោយដែលខ្ញុំបានជម្រាបជូនអញ្ចឹងឥឡូវបងកងទ័ពជួមុខគាត់ត្រូវការអីខ្ញុំផ្សាយនឹងណាខ្ញុំផ្សាយនឹងដោយឥឡូវត្រូវការអាយកូមអីចឹងខ្ញុំត្រូវការផ្សាយឲ្យបងប្អូនយើងលោកពុកអ្នកម្ដាយខែលោកពុកអ្នកម្ដាយលោកចង់ជួយបានហើយជួយគាត់តាមលទ្ធភាពពួកអាយកូមមួយដូច$40ជាងទេអាហ្នឹងអាយកូមដែលគាត់ចង់បានអាកាន់ថ្មយូរណាសូមជូនជ្រាបអញ្ចឹងក្រែងលោកពុកម៉ែបងប្អូនលោកចាប់អារម្មណ៍ថានេះអាក្មួយនេះផ្សាយណែអំពាវនាវជួយបងកងទ័ពយើងជួមុខទៅយើងអាចជួយលៃលោកគ្នាបានទេមើលទៅអាហ្នឹងយើងជួយគ្នាទៅណាអនិច្ចាយដៃខ្មែរ TV live ចេញដាក់ទៅមិនមានអ្នកមើលអត់ឃើញវាហៅថាគេធ្វើឲ្យ spam គេ report យើងអញ្ចឹងបងប្អូនក្នុងនាមជួសមុខឲ្យបងកងទ័ពរាត្រីនេះយើងជជែកដោយមានហេតុផលខ្លះស្ថានភាពម៉ោងហ្នឹងឥឡូវហ្នឹងទៅទទួលព័ត៌មានបានមុននេះបន្តិចអត់តាន់អីទេមិនមានអីទេប៉ុន្តែវាស្ថិតនៅក្នុងលក្ខណៈត្រៀម24ម៉ោងលើ24ម៉ោងអត់មានអ្នកណាប្រហែសបានទេអត់មានអ្នកណាប្រហែសបានទេតែយើងដូចនេះឥឡូវខ្ញុំដាក់សំណួរសួរទៅវិញដោយសារុនគាត់ដាក់មកចិត្តបាញ់គ្នាទៀតហើយបាទរឿងការនិយាយហ្នឹងគឺត្រូវហើយមាត់មួយទៅមាត់មួយលឿនចឹងឯងមាត់មួយទៅមាត់មួយលឿនណាស់លឿនជាងអីទៀតគ្មានអីលឿនជាងមាត់ហើយគ្មានអីវែងជាងមាត់ទេប៉ុន្តែគាត់ថាយើងកុំតន់អាលបង្អើលគ្នាឃើញទេដូចម្សិលមិញបាញ់គ្នាហើយដោយអាសម្ដេចផ្សេងរតនានោះគេផ្សាយមិនផ្ទុះអាវុធរវាងកម្ពុជានិងថៃហើយព័ត៌មានคล้ายតាំងកាពិតផ្ទុះនៅតែគេនោះទេយើងអត់ទេយើងបានត្រៀមលក្ខណៈបានត្រៀមគ្រប់ជ្រុងជ្រោយរៀបចំប្រុងប្រៀបជើងព្រួលអីត្រឹមត្រូវអាហ្នឹងមែនបាទមែនអត់មានពលិចពលឹះបចើអីស្ថានភាពថាក្តៅហ្នឹងគឺក្តៅត្រង់ថាគេក៏ក្ដុងក្ដាំងគេនោះទេហើយគេអាម៉េចអាម៉ាយើងដឹងហើយកខកខងអញ្ចឹងទៅ
ល្អយើងយកទៅអាណាមិនល្អអាចបិទមាត់បានខ្លះបិទទៅកុំយករបស់គេមកផ្សាយរបស់គេនេះវាដឹងតែអត់ប្រយោជន៍ហើយដោយបងប្អូនបញ្ជូនលីងមកឲ្យនោះក៏ក្រេអានឹងខ្ញុំមិនមើលទេខ្ញុំដឹងតាខ្ញុំមានផោះខ្ញុំចូលទៅមើលข่าวสดចូលទៅមើល donation តាមរយៈនេះនោះណា VPN ណាបើយើង account របស់យើងធម្មតាចូលមិនឃើញទេគេ block ប្រទេសខ្មែរយើងហើយពួកខាងហ្នឹងនោះពួកចៅលួចទឹកដីហ្នឹងនោះអញ្ចឹងតើយើង VPN ចូលទៅមើលបានឃើញវាផ្សាយមិនតែខ្ញុំមិនយករបស់វាមកផ្សាយបន្តទេពីដើមគឺខ្ញុំបកប្រែយកមកអានអញ្ចឹងទៅយកមកជម្រាបជូនបងប្អូនជនរួមជាតិយើងឲ្យបានជ្រាបអញ្ចឹងទៅข่าวสด donation នេះអញ្ចឹងទៅប៉ុន្តែពួកនោះវាវាព្យាយាមបំផ្លែងសាច់រឿងមកច្រើនហើយក៏វាធ្វើឲ្យយើងនឹងល្អកកចលាចលយើងទៅផ្សាយពីវាធ្វើអីទៀតណាឥឡូវនេះខ្ញុំអានព័ត៌មានឲ្យស្ដាប់បន្តិចណាបងប្អូនណាព័ត៌មានណាដែលផ្លូវការដែលយើងអាចយកមកនិយាយបានឲ្យបងប្អូនយើងទប់ប្រានផងទប់អារម្មណ៍ផងភាពពុះកញ្ជ្រោលរបស់យើងទប់មួយផ្លេតសិនទៅនេះហើយក្តាប់សភាពការដោយដែលខ្ញុំជម្រាបជូនកាលពីថ្ងៃអញ្ចឹងតាមដានឲ្យលំអិតពឹស្ដារមែនទែនកុំគិតពីរឿងអ្វីដែលថាវិញក៏ស្ពាយស្បោងរត់នោះកុំទាន់អាលអញ្ចឹងយើងត្រូវជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាលយើងត្រូវជឿជាក់លើបងកងកម្លាំងជួរមុខកងទ័ពគ្រប់កម្លាំងនៅខាងបន្ទាត់ព្រំដែនជួរមុខនោះជឿជាក់លើកត់ដែលស្មារតីស្នេហាជាតិមិនមែនលេងក្របមានមួយក្របមិនអាចជីកកប់សន្តិភាពបានទេបាទខ្ញុំដកស្រង់យកមកជម្រាបជូន fresh news មកណាកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃក្រោមវត្តមានសាក្សីអន្តរជាតិនៅទីក្រុងកូឡាឡាំពួរកំពុងត្រូវបានគេនាំមកពិភាក្សាឡើងវិញហើយបន្ទាប់ពីមានរបាយការណ៍ថាទាហានថៃ2នាក់បានរងរបួសដោយការជន់គ្រាប់មីនមួយគ្រាប់នៅតំបន់ព្រំដែនកម្ពុជាថៃគឺបានន័យថាក្បែរប្រាសាទព្រះវិហារហើយភាគីរដ្ឋាភិបាលថៃត្រូវបានកាសែតនៅក្នុងស្រុករាយការណ៍ដកស្រង់សម្ដីប្រកាសការផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនោះបាទនេះវាគឺជារឿងមួយដែលយើងត្រូវចាប់អារម្មណ៍ទាំងអស់គ្នាណាបងប្អូនត្រូវចាប់អារម្មណ៍ឲ្យបានខ្ពស់មែនទែនព្រោះក្នុងរឿងនេះបើសិនជាយើងគិតហើយអើតាមគ្នាណាអត់បានទេឥឡូវខ្ញុំសូមអានខ្លឹមសារបន្តទៀតទាំងស្រុងទៅមកកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃក្រោមវត្តមានសាក្សីអន្តរជាតិនៅទីក្រុងកូឡាឡាំពួរគឺកំពុងត្រូវបានគេនាំយកមកពិភាក្សាឡើងវិញបន្ទាប់ពីមានរបាយការណ៍ថាទាហានថៃ2នាក់បានរងរបួសដោយការជន់គ្រាប់មីនមួយគ្រាប់នៅតំបន់ជាប់ព្រំដែនកម្ពុជាថៃក្បែរប្រាសាទព្រះវិហារឯណោះភាគីរដ្ឋាភិបាលថៃត្រូវបានកាសែតនៅក្នុងស្រុករាយការណ៍ដកស្រង់សម្ដីប្រកាសការផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពណានៅពេលដែលមានព័ត៌មានថាទាហានថៃ2នាក់បានរងរបួសដោយសារការផ្ទុះមីននៅតំបន់ព្រំដែនកម្ពុជាថៃហើយភាពភ័យខ្លាចនឹងការចេះតែនិយាយសន្និដ្ឋានដោយគ្មានការពិតនេះត្រូវបានផ្សព្វផ្សាយយ៉ាងលឿននៅក្នុងរង្វង់សារព័ត៌មានប្រទេសថៃស្ថានភាពដែលបានស្ងប់ក៏ស្រាប់តែមានភាពតានតឹងឡើងមកវិញហើយនឹងភ្លាមនោះក៏មានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីមន្ត្រីថៃមួយចំនួនដែលបានស្នើឲ្យផ្អាកនៅការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរួមដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរនាថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅសម្រាប់អ្នកខ្លះក៏យល់ថាហេតុការណ៍នេះហាក់ដូចជាចំណុចចាប់ផ្ដើមបញ្ឆេះដែលវាឈានទៅរកភាពតានតឹងសារឡើងវិញនៅតាមបណ្ដោយបន្ទាត់ព្រំដែនប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះការឆ្លើយតបរបស់កម្ពុជាគឺបង្ហាញនូវភាពច្បាស់លាស់ស្ងប់ស្ងាត់និងមានមូលដ្ឋានលើច្បាប់អន្តរជាតិទាំងក្រសួងការបរទេស
និងក្រសួងការពារជាតិបានចេញនៅសេចក្តីរាយការណ៍យ៉ាងម៉ឺងម៉ាត់ដោយបដិសេធការអះអាងថាកម្ពុជាបានដាក់មីនថ្មីនោះប៉ុន្តែផ្ទុយទៅវិញកម្ពុជាបានសង្កត់ធ្ងន់ទៅលើការពិតដែលធ្លាប់បានកត់ត្រាទុកនោះគឺតំបន់ដែលហេតុការណ៍ផ្ទុះមីននេះបានកើតឡើងស្ថិតនៅក្នុងតំបន់ដែលមានមីនបន្សល់ទុកពីសង្គ្រាមស៊ីវិលរយៈពេលជិត3ទសវត្សរ៍របស់កម្ពុជាបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាពនិងកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពូដែលអ្វីទាំងអស់នេះគឺជាសារប្រាប់ទៅកាន់សាធារណមតិជាតិនិងអន្តរជាតិថាសន្តិភាពមិនអាចត្រូវបានបំផ្លាញដោយឧបទ្ទវហេតុផ្ទុះមីនមួយក្របប៉ុណ្ណឹងនោះទេការពិតនៅទីតាំងកើតហេតុនោះគឺមានសេសសល់មីនចាស់មិនមែនថ្មីហើយកាសែតដែលគេហៅថាខៅសុតបានរាយការណ៍ថាទាហានថៃដែលជាន់ក្របមីនគឺបានកើតឡើងនៅតំបន់ចុងតាម៉ារីស្រុកកាន់ថារ៉ាឡែកខេត្តស៊ីសាកេតនៅក្បែរប្រាសាទព្រះវិហាររីឯប្រភពយោធាកម្ពុជាបានបញ្ជាក់ថាករណីទាហានថៃដើរជាន់មីននោះគឺស្ថិតនៅតំបន់វាលឥន្ទ្រីនៃព្រំដែនកម្ពុជាថៃទៅវិញនៅលើទីតាំងជាក់ស្ដែងនៃការផ្ទុះនេះបានកើតឡើងនៅក្នុងតំបន់ដែលត្រូវបានទទួលស្គាល់ជាយូរយារណាស់មកហើយដោយអង្គការដោះមីនស៊ីម៉ាក់ Hello Trust ហើយនិង Make ហើយក៏បានបញ្ជាក់ថាជាផ្នែកមួយនៃចម្ការមីនប្រវត្តិសាស្ត្រដែលនៅសេសសល់ពីសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ1970ដល់ឆ្នាំ1990ដីនៅក្នុងតំបន់នេះមានភាពចោតមានទាំងព្រៃឈើនិងស្ថិតនៅក្នុងតំបន់ដែលកំណត់គឺមានព្រំដែនរវាងប្រទេសទាំងពីរមិនទាន់បានកំណត់ត្រឹមត្រូវហើយវាគឺជាតំបន់អតីតសមរភូមិចាស់នៃសង្គ្រាមស៊ីវិលរបស់កម្ពុជាប៉ុន្តែកំពុងតែស្ថិតនៅក្នុងតំបន់ប្រទាញប្រទង់មួយដែលមិនទាន់បានកំណត់ត្រឹមត្រូវថាវាជារបស់អ្នកណានៅឡើយនោះទេបាទមិនទាន់បានកំណត់ត្រឹមត្រូវថាវាជារបស់អ្នកណាមួយនៅឡើយនោះទេគណៈកម្មការវាស់វែងព្រំដែនរួម JBC ហើយនឹងត្រូវធ្វើកិច្ចការកំណត់ព្រំដែននៅក្នុងតំបន់នេះគឺផ្អែកទៅតាមផែនទីឆ្នាំ1904និងឆ្នាំ1907ដូច្នេះប្រទេសកម្ពុជានៅក្នុងសេចក្តីថ្លែងការណ៍ក៏ឆ្លើយតបរបស់ខ្លួនបានរំលឹកដល់សាធារណជនថាកម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាដែលហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្សរីឯសេចក្តីថ្លែងការណ៍បន្តគឺបានបញ្ជាក់ថាចាប់តាំងពីពេលដែលចុះហត្ថលេខាលើសន្ធិសញ្ញានោះមកប្រទេសកម្ពុជាមិនដែលផលិតឬក៏ប្រើប្រាស់ឬក៏ដាក់មីនអ្វីដែលថ្មីបន្ថែមទៀតឡើយផ្ទុយទៅវិញប្រទេសកម្ពុជាបានចំណាយពេលរាប់ទសវត្សរ៍នៅក្នុងការបោះសម្អាតមីនដើម្បីការពារជនស៊ីវិលដោយមានកិច្ចសហការជាមួយនឹងសមាគមអន្តរជាតិថែមទៀតក្នុងនោះអង្គការដោះមីនស៊ីម៉ាក់ Hello Trust ហើយនិង Make មានកំណត់ត្រារបស់ខ្លួនច្បាស់លាស់ល្អខ្លាំងណាស់វាគឺជាតំបន់មានសំណល់មីនពីសង្គ្រាមស៊ីវិលកម្ពុជាដោយពិតប្រាកដរីឯសម្លេងការទូតមានការឆ្លើយតបភាពស្ងប់ស្ងាត់សម្ដែងទឹកចិត្តអាណិតអាសូរនិងម៉ឺងម៉ាត់ជាទីបំផុតក្រសួងការពារជាតិនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនបានសម្ដែងភាពសោកស្ដាយអាណិតអាសូរចំពោះទាហានថៃដែលបានរងរបួសដែលជាកាយវិការបង្ហាញនូវភាពស្មោះត្រង់ហើយក៏បានសបញ្ជាក់អំពីបំណងរបស់កម្ពុជាដែលមិនបង្កនូវភាពតានតឹងណាមួយនោះឡើយក្នុងពេលជាមួយគ្នានេះដែរប្រទេសកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ថាភាគីកម្ពុជាបានដាក់មីននៅក្នុងតំបន់នោះហើយសេចក្តីឆ្លើយតបរបស់ក្រសួងការពារជាតិត្រូវបានគេចាត់ទុកថាគឺជាការទូតដែលមានការទទួលខុសត្រូវហើយមិនប្រើប្រាស់នៅភាសាបង្កហេតុគ្មានការសងសឹកនិងគ្មានការញុះញង់អំពើជាតិនិយមអ្វីឡើយផ្ទុយទៅវិញក្រសួងការពារជាតិកម្ពុជានៅបានដាស់តឿនក្រើនរំលឹកជំរុញឲ្យប្រទេសថៃត្រូវជៀសវាងការចូលទៅក្នុងចម្ការមីន
ដែលជាវិធានការជាក់ស្ដែងដើម្បីការពារជីវិតមនុស្សនិងមិនមែនជាការប្រឈមមុខដាក់គ្នាទៀតនោះឡើយរីឯជំហរយុទ្ធសាស្ត្រវិញបងប្អូនជំហរយុទ្ធសាស្ត្រកម្ពុជាការពារកិច្ចព្រមព្រៀងសន្តិភាពគណៈភាគីថៃបានប្រើប្រាស់ហេតុការណ៍ផ្ទុះមីនដើម្បីផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរប៉ុន្តែភាគីកម្ពុជាវិញនៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់របស់ខ្លួនជាដដែលទេក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ទៀតថារាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនដកស្រង់សម្ដីរបស់ថ្នាក់ដឹកនាំថៃដែលបង្ហាញថាប្រទេសថៃបានផ្អាកការអនុវត្តនៅសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាដោយមានវត្តមានរបស់អាយដាមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងអាយដាមអាន់បាអ៊ីប្រាហ៊ីមដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានធ្វើជាសាក្សីនៅទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅថ្មីៗនេះនៅក្នុងសេចក្តីរាយការណ៍ដដែលបានបន្តទៀតថារាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សារថ្មីថាកម្ពុជាគឺនៅតែបដិញ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចុះហត្ថលេខាជាមួយនឹងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំនិងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្សគឺកម្ពុជាមិនដែលបានប្រើប្រាស់ហើយក៏មិនប្រើប្រាស់មីនថ្មីអ្វីឡើយការអះអាងនៅជំហរយុទ្ធសាស្ត្ររបស់កម្ពុជានេះគឺជាសញ្ញាសំខាន់បំផុតណាស់ពីព្រោះកម្ពុជាបានបញ្ជាក់រួចមកហើយនៅភាពមិនពាក់ព័ន្ធរបស់ខ្លួនក្នុងការបំផ្ទុះមីនក្នុងចំការមីននេះនិងកម្ពុជាក៏ថែមទាំងចូលរួមសម្ដែងភាពសោកស្ដាយនិងក្តីអាណិតអាសូរយ៉ាងពន់ពេកចំពោះទាហានថៃដែលបានជន់មីននៅក្នុងតំបន់ដែលគេស្គាល់ជាប្រវត្តិសាស្ត្រថាជាចំការមីនដែលមិនទាន់បានសម្អាតរួចរាល់អស់ផងដែរនោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសដែលកម្ពុជាដដែលនៅតែបន្តទៀតថារាជរដ្ឋាភិបាលកម្ពុជាផ្ទាល់សូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃថាកម្ពុជាបានដាក់មីនថ្មីនៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសថៃវាគឺជាការសំខាន់ដែលត្រូវកត់សម្គាល់អំពីការយល់ដឹងឬដ៏ច្បាស់លាស់និងសុសសាយនៅការពិតថាចំការមីនភាគច្រើនគឺតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលបន្សល់ទុកតាំងពីសម័យជំនាន់សង្គ្រាមស៊ីវិលកម្ពុជារយៈពេលជិត30ឆ្នាំកន្លងមកហើយនៅក្នុងទសវត្សរ៍ឆ្នាំ1970និងឆ្នាំ1980គឺមិនទាន់ត្រូវបានបោះសម្អាតមីននៅឡើយនោះទេដោយសារតែភូមិសាស្ត្រលំបាកពេកនិងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនទន្ទឹមនឹងនោះរាជកិច្ចព្រមព្រៀងសន្តិភាពមួយគឺអាចរលាយណាឬក៏បាត់បង់សុពលភាពដោយសារតែភាគីម្ខាងបានដែរឬក៏យ៉ាងម៉េចបានន័យថាខាងនេះគេហៅថាអនុលោមតែម្នាក់ឯងប្រព្រឹត្តល្មើសម្នាក់ឯងពង្រៀងសាច់រឿងម្នាក់ឯងជំហររបស់កម្ពុជាដែលបដិញ្ញាគោរពតាមសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃគឺជាការបញ្ជាក់ច្បាស់លាស់ល្អណាស់ថាកិច្ចព្រមព្រៀងក្រុងកូឡាឡាំពួរនោះគឺមានប្រសិទ្ធភាពពេញលេញជាដដែលទេយោងតាមអនុសញ្ញាវីយ៉ែនស្ដីអំពីច្បាប់កិច្ចព្រមព្រៀងឆ្នាំ1969គឺបានន័យថា Vietnam Convention on the Law of Treaties 1969 បាទគឺភាគីម្ខាងមិនអាចប្រកាសដកខ្លួនឯងបាននោះទេឬក៏បោះបង់កិច្ចព្រមព្រៀងដោយផ្ទាល់ប្រសិនបើគ្មានការយល់ព្រមរួមរបស់ភាគីទាំងពីរសងខាងឬក៏សាលក្រមអន្តរជាតិឬក៏អង្គការអន្តរជាតិដែលពាក់ព័ន្ធណាមួយមកបញ្ជាក់អះអាងនោះទេកិច្ចព្រមព្រៀងសន្តិភាពគឺជាឯកសារអន្តរជាតិហើយត្រូវបានចុះហត្ថលេខាក្នុងវត្តមានសាក្សីជាអន្តរជាតិហើយប្រការនេះគឺវាមានកាតព្វកិច្ចច្បាប់ដែលភាគីទាំងពីរត្រូវតែអនុម័តក៏ដូចជាអនុវត្តឲ្យខាងតែបាន
ហើយនេះគឺបានន័យថាប្រទេសណាមួយគឺមិនអាចប្រើពាក្យខ្ញុំមិនអនុវត្តតាមបាននោះឡើយដោយខាងគេនោះគេថាគេមិនអនុវត្តតាមពីព្រោះវារំលោភទៅនឹងច្បាប់អន្តរជាតិដែលនឹងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរបើយ៉ាងវិញទៀតចំពោះកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ$26ឆ្នាំ2025ដែលត្រូវបានចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងប្រធានអាស៊ានលោកអាន់វ៉ាអ៊ីប្រាហ៊ីមផងដែរនោះគឺបានសេចក្តីថាកិច្ចព្រមព្រៀងនេះមិនមែនជាសន្លឹកក្រដាស់ធម្មតានោះឡើយបើទោះជាដូច្នេះបងប្អូនជនរួមជាតិលោកអ្នកដែលកំពុងតាមដានស្ដាប់ភាគីណាមួយចង់បោះបង្គោលឯកសារច្បាប់នេះបោះបង់ចោលឯកសារច្បាប់នេះគឺមិនបានឡើយឬក៏ប្រកាសដោយផ្ទាល់ខ្លួនថាមិនអនុវត្តតាមក៏ដោយចុះគឺអត់បានដូចគ្នាភាគីដែលអះអាងនោះនឹងត្រូវបាត់ស្ថានភាពសុចរិតនយោបាយតែម្ដងហើយនៅចំពោះមុខសហគមន៍អន្តរជាតិគឺត្រូវបាត់មុខបាត់មាត់ជាក់ជាមិនខានឡើយកិច្ចព្រមព្រៀងសន្តិភាពមិនអាចរលាយតាមចិត្តភាគីម្ខាងបានឡើយកិច្ចព្រមព្រៀងគឺនៅតែមានសុពលភាពរហូតដល់ភាគីទាំងពីរយល់ព្រមផ្លាស់ប្ដូរឬក៏បញ្ចប់វារួមគ្នានៅក្នុងសេចក្តីសន្និដ្ឋានវិញគ្រោះថ្នាក់មីនគឺជាការរំលឹកដល់ការឈឺចាប់អំពីមរតកដែលមិនទាន់បានបញ្ចប់នៃសង្គ្រាមដែលទាំងកម្ពុជានិងថៃនៅតែបន្តប្រឈមនៅក្នុងការដោះស្រាយបោះសម្អាតឲ្យអស់តែម្ដងការឆ្លើយតបរបស់ភាគីកម្ពុជាបដិសេធការដាក់មីនថ្មីហើយនឹងការបង្ហាញចំការមីនគឺជាសំណល់ពីសង្គ្រាមស៊ីវិលជិត30ឆ្នាំការគោរពតាមអនុសញ្ញាអូតាវ៉ាហើយការជួយដាស់តឿនភាគីថៃគឺត្រូវជៀសវាងការដើរល្បាតចូលតំបន់ចំការមីននេះដែលបន្សល់តាំងពីសម័យសង្គ្រាមអតីតកាលវាគឺជាសារដែលបញ្ជាក់នៅការមិនបង្កើននូវភាពតានតឹងតទៅទៀតហើយក៏ជាសារដែលបន្សាបព័ត៌មានមិនពិតសារដែលភ្ជាប់ការពិតទៅនឹងច្បាប់អន្តរជាតិហើយនឹងជាសារដែលបញ្ជាក់ថាកម្ពុជានៅតែបន្តបដិញ្ញាគោរពតាមកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរជាដដែលទេបាទនេះគឺជាសារបញ្ជាក់ច្បាស់លាស់ថាក្របមីនមួយគឺមិនអាចកប់សន្តិភាពបានឡើយកិច្ចព្រមព្រៀងសន្តិភាពគឺមិនអាចរលាយតាមចិត្តរបស់ភាគីម្ខាងទៀតបានដែរវានឹងនៅតែមានសុពលភាពនិងត្រូវបន្តអនុវត្តបើមិនទាន់មានការយល់ព្រមរួមទាំងសងខាងឬក៏សាលក្រមអន្តរជាតិណាមួយបានបញ្ជាក់អះអាងនោះទេសន្តិភាពមិនមែនជាឧបករណ៍ចរចាទេសន្តិភាពគឺជាកាតព្វកិច្ចដ៏ត្រឹមត្រូវចំពោះប្រជាជាតិនៅតំបន់និងសន្តិភាពត្រូវតែជាអនាគតរបស់យើងទាំងអស់គ្នាបាទនេះកម្ពុជាណាកម្ពុជាយើងបញ្ជាក់យ៉ាងក្បោះក្បាយទលំទលាយល្អណាស់ដែលវាមិនដូចជាការចោទប្រកាន់របស់ភាគីចោទទេបាទខ្ញុំបានជម្រាបជូនបងប្អូនណាហ្នឹងហើយបាទលោកគ្រូចូលរួមសោកស្ដាយចំពោះទាហានថៃដែលជន់មីនឆ្ងល់ថាខំដើរល្បាតធ្វើអីក្នុងដីខ្មែរហ្នឹងហើយកម្ពុជាយើងប្រកាសចូលរួមសោកស្ដាយដោយសារគេជន់មីននៅក្នុងដីខ្មែរយកលេសនឹងឯងដើម្បីជាការឆ្លើយតបទៅនឹងរឿងផ្សេងនោះសុខសប្បាយយ៉ាងណាហើយទេបែកគ្នាយូរទៅព្រំដែនខ្ញុំជួបគ្នាបន្តទៀតខ្ញុំថ្ងៃអាទិត្យហ្នឹងខ្ញុំត្រូវឡើងទៅព្រះវិហារប្រហែលជាមិនដឹងមកចូលបាយណាមចូលបាយប៉ុណ្ណឹងដឹងដល់ហើយបាទដឹងដល់ហើយសូមឲ្យបងប្អូនយើងជួយផងឥឡូវត្រូវការអាយកូម7អាយកូមអរគុណអញ្ចឹងមិញខ្ញុំបានជូននៅសេចក្តីអភិបាលខ្លះកន្លែងលោកបងប្អូនយើងឆ្ងល់ហ្នឹងហើយសុខទុក្ខធម្មតាអរគុណលោកគ្រូឈុនគីបាទចាំជួបគ្នានៅព្រំដែនភ្លេចអនុស្សាវរីយ៍អស់ហើយឥឡូវបងប្អូនមានរឿងមួយទៀតដែលខ្ញុំត្រូវនិយាយក្នុងគណៈពេលនេះដោយមិនមានលក្ខខណ្ឌអីដោះដូរទេដែលបងប្អូនក៏សួរខ្ញុំបាត់ទៅណាហើយអត់ឃើញលោកក្មួយចុះជួយបងប្អូនកងទ័ពយើងទៀតឥឡូវគាត់ត្រូវការនេះគាត់ត្រូវការនោះស្រាប់តែងារខ្លួនភ្ញាក់ខ្សាកមកអញអីទៀតហើយតែក៏ពិតខ្លួនកំពុងតែតាមដាននៅ
ប្រតិបត្តិការបន្ទុរវាងកម្ពុជាយើងនឹងចៅសៀមនឹងខ្ញុំកំពុងតាមដានឥតប្រឡែងដៃប្រឡែងភ្នែកប្រឡែងបញ្ញាម្ដុំណាចន្លោះប្រោងទេព្រោះយើងមានតំណែងតំណងយើងដឹងសាច់រឿងគ្រាន់តែថាលឺហើយបិទមាត់មិនចង់និយាយមិនចង់ស្ដីឥឡូវនេះចាប់ផ្ដើមនិយាយឡើងវិញដោយសារវាមានហេតុរបស់វាដែរចឹងបងប្អូនកុំឆ្ងល់ថាមួយរយៈហ្នឹងហេតុអីបានខ្ញុំអត់និយាយសោះរឿងបន្តព្រំដែនរឿងខាងចៅសៀមរឿងអីផ្សេងដែលពាក់ព័ន្ធនឹងកម្ពុជាថៃដោយសារខ្ញុំគិតថារងចាំមើលព្រោះចំណាត់ការរាជរដ្ឋាភិបាលយើងល្អណាស់យើងទទួលបានផលផ្លែផ្កានៅពេលដែលចុះហត្ថលេខាជានៅហត្ថលេខីសាកសីដោយប្រធានាធិបតីត្រាំប្រធានអាស៊ានទៅទៀតសោតអាយដាមអាន់វ៉ាអ៊ីប្រាហ៊ីមអានឹងវាជាសัญลักษณ์សន្តិភាពមួយដែលយើងមិនអាចប្រកែកបានណាតែមើលផងប្រយ័ត្នមីនមិនដែរនៅក្បែរមេទាហានមិនអីទេហ្នឹងហើយអ្នកណាទាហានទៅចូលចំការនេះណូទៅតែក្បែរបងប្អូនពូមីងនេះស្គាល់ច្បាស់ហ្នឹងឯងហើយនៃណានៃដល់ណាដល់ណីហើយឆ្លើយតាមឆាតបងប្អូនតាម LINE កុំឆ្ងល់បងប្អូនយើងឥឡូវហ្នឹងបដូរពីទីតាំងចាស់ផ្លាស់ទៅទីតាំងថ្មីហើយសិតតែតំបន់យើងក្តៅត្រូវទៅលេងត្រូវទៅជួបហើយសួរសុខទុក្ខអីគាត់ចឹងទៅប៉ុន្តែឥឡូវនេះដោយរឿងវាអញ្ចឹងមកក៏យើងកខកគងឧទាហរណ៍រណតនឃាតសិនទៅតែរឿងខ្លះយើងត្រូវដឹងទាំងអស់គ្នាបងប្អូនកុំឲ្យភ្លេចពួកគាត់នៅព្រំដែនហ្នឹងហើយសារតាមដានមើលផងខ្ញុំថ្ងៃសៅរ៍អាទិត្យហ្នឹងទៅដល់ហើយទៅដល់ដែរដល់តាមរបៀបវិរៈណាអត់ដឹងទេប៉ុន្តែដឹងទៅហើយចឹងបានថាឥឡូវបងប្អូនយើងអាចជួយគ្នាបានយើងជួយបន្តទៀតអំពូមីងមាតាយាយលើឪពុកអ្នកម្ដាយក្នុងស្រុកក្រៅស្រុកតែធ្លាប់ស្រឡាញ់ធ្លាប់រាប់រោគធ្លាប់ជួយឥឡូវត្រូវការជួយបន្តទៀតជាក់ស្ដែងក្នុងពេលបច្ចុប្បន្ននេះគឺខ្ញុំបាទត្រូវការអាយកូម7អាយកូមកាហ្វេកាទៀវគ្រឿងឧបភោគបរិភោគអីមួយចំនួនដើម្បីចុះទៅសួរសុខទុក្ខគាត់ផងហើយយកទៅឲ្យគាត់ផងកន្លែងដែលត្រូវការពេលណាដែលយើងបានជួយគ្នាយើងសប្បាយចិត្តពេលណាដែលយើងជួយពួកគាត់អត់បានជាតឹងទ្រូងដកដង្ហើមសឹងដល់គ្នាពេលខ្លះប្រឡេះហើយប្រឡេះហ្នឹងហើយប្រជាជនយើងដេកមិនលក់ត្រូវហើយអរគុណហើយហ្នឹងហើយម៉ែមីងគាត់ទៅខលមកដែរហ្នឹងជំលះហើយដេកលក់ល្មិចបើវាចឹងដែរហើយយើងជួយតែផ្សាយព័ត៌មានណាដែលពិតទៅហើយស្ថានភាពយ៉ាងណាក៏យើងដឹងដូចតែគ្នាហ្នឹងប៉ុន្តែយើងកុំបង្អើលដោយសារក្របមីននឹងផងហើយយើងមើលអំពីចរិតរបស់ពួកខាងចៅនឹងទៅដឹងហើយកលាស់បំភ្លៃកលាយការពិតគ្រប់ច្រកល្ហកខ្ញុំបើមែនទេទៅអត់ចង់បើកមើលទេព័ត៌មានរបស់ខៅសុតរបស់ខាង The Nation គេផ្សាយអីហ្នឹងគឺជាព័ត៌មានដែលសំទោសចោលមកសៀតសុតលៀបពណ៌កលៃការពិតសອບសារពើកុហកប្រជាជនខ្លួនឯងបោកប្រាស់ពិភពលោកបោកប្រាស់ប្រជាពលរដ្ឋដែលស្រឡាញ់ទុកចិត្តលើរាជរដ្ឋាភិបាលខ្លួនឯងខាងចៅសៀមណានិយាយមែនទេទៅវាដឹងហើយទាំងអស់គ្នាហ្មងទៅចរិតរបស់ពួកវានឹងវាមិនសេចក្តីថ្លៃថ្នូររបស់ពួកវានឹងវាយ៉ាងណាវាអត់មានធ្វើឲ្យយើងនេះវាបើគេចិញ្ចឹមចិត្តចង់បានវានៅតែចង់បានហ្នឹងអញ្ចឹងឯងតែយើងសំណាងហើយដែលយើងមានស្មារតីសាមគ្គីមុតមមមានថ្នាក់ដឹកនាំល្អឈរលើគោលជំហរស្ងៀមតែមិនស្ងាត់ហើយ
មានគោលនយោបាយច្បាស់លាស់យុទ្ធសាស្ត្រដឹកនាំច្បាស់លាស់សង្គ្រាមក្នុងស្រុកខ្លាំងជាងសង្គ្រាមក្រៅស្រុកទៅទៀតដែលអាចទប់ទល់នឹងគោលជំហររបស់ជនទុច្ចរិតអ្នកឆ្លៀតឱកាសកេងចំណេញនយោបាយក្នុងរឿងសង្គ្រាមបន្លំកេយបំភ្លៃបំផ្លិតបំផ្លាញគ្រប់រូបភាពយើងគួរតែសរសើរស្មារតីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលចេះស្រឡាញ់គ្នាជួយគ្នាប្រជាជនដែលនៅបន្តព្រំដែនមួយចំនួនគាត់ដេកលក់បក់មិនលហើយគាត់ខ្វល់គាត់ខ្វាយអ្នកអនឡាញយើងនេះមួយចំនួនសបាយនឹងលក់ដូរដែរតែសូមលក់ដូរតែរបស់ជាតិយើងទៅបានហើយស្រឡាញ់គ្រប់គ្រងរោគហូបចុកបុកទំពារបស់គ្នាឯងជាតិយើងសាសយើងអ្វីដែលជាសមិទ្ធផលរបស់ខ្មែរយើងផលិតចេញមកបានជួយប្រើប្រាស់គ្នាទៅកុំឲ្យចាញ់មនោគមគេកុំឲ្យគេដៀលខ្មែរអត់ចេះធ្វើអីសោះអ្នកឯងច្រឡំហើយខ្មែរមិនចេះទេមកពីមុននោះមានចរិតគេហៅថាអនុលោមនឹងតាមគ្នាស៊ីវិល័យតាមគ្នាហើយបើនិយាយពីភាពស៊ីវិល័យមាននរណាស៊ីវិល័យហៃសូជាងខាងចៅសៀមនឹងទៀតបាទព្រោះចៅសៀមនឹងវាល្បិចកលហៃសូលាពោរហូតវាកំបាំងកុហកភូតភរសំបីតែប្រជាពលរដ្ឋសំបីតែស្ដេចរាជមន្ត្រីគ្រប់ឋានៈក្រមជាន់ថ្នាក់នៅក្នុងប្រទេសវាចលាចលរកលចង់លិចលង់កដាលមហានគរហើយហ្នឹងមិនអញ្ចឹងមិនមែនដូចអត់ក្បាលអត់កតុយពួកវាសិតតែក្បាលច្រើនកតុយមួយយើងមិនដឹងយកអាណាជាគួរកប់ខុសពីកម្ពុជាយើងប្រជាជនតិចជាងគេ70លានអ្នកមែនប៉ុន្តែក្បាលមួយកតុយច្រើនក្បាលអាកតុយច្រើនមិនតែក្បាលតែមួយទេអញ្ចឹងក្បាលលូនចូលរុនណាកតុយក៏ទៅរុននឹងដែរទៅឆ្វេងមកស្ដាំដោយឡែកពួកអាកតុយតែមួយមិនតែក្បាលច្រើនទេវាទៅដើមរុនគ្នាចូលដូចពួកខាងចៅសៀមហ្នឹងសំទោសតកណាចេះនិយាយទៅចូលជាតិនិយមហ្នឹងទៅណែកើតរឿងទៀតឡើយចឹងបានខ្ញុំផ្អាកមករយៈបងប្អូននិយាយពីថាឆ្ងល់ណាបាទអូបងជាសវណ្ណាចូលរួម 50000 ដែរផ្ញើតាមណាបងអូនចាំឲ្យខាងជំនួយការគាត់ទម្លាក់អាដេញណែ QR code ទៅឲ្យបងដាក់ឈ្មោះបងមកផងមកនឹងចាំបងអូនផ្សាយជូនអរគុណណាបងជូនពរសុខភាពល្អអាយុវែងក្រុមគ្រួសារជួយជាតិមាតុភូមិយើងទាំងអស់គ្នាដោយសេចក្តីគោរពកិរិយៈពីចម្ងាយទៅមិនដឹងបងនៅក្នុងស្រុកឬក្រៅស្រុកទេតែយ៉ាងណាក៏បងបានឃើញបានជួយចូលរួមខ្ញុំត្រេកអរណាមានពុកម៉ែបងប្អូនក៏តាក់ទងមកតាមឆាត professional ផ្ទាល់ខ្លួនដែរហើយប៉ុន្តែចាំជម្រាបជូននៅថ្ងៃស្អែកបន្តទៀតដោយសារគាត់សំណូមពរគាត់ទទូចចង់បានអាយកូមប្រើប្រាស់ក្នុងការទំនាក់ទំនងហើយគឺនៅខាងព្រះវិហារមានបងប្អូនយើងក៏សួរថានៅម្ដុំណានៅជើងព្រះវិហារនឹងឯងព្រោះទីតាំងគាត់កាលពីលើកមុននោះធ្លាប់ទៅជួយគាត់នៅលើភ្នំតែម្ដងនៅលើប្រាសាទព្រះវិហារតែម្ដងមានដំណាក់ឥឡូវគាត់មកកាន់កាប់នៅខាងក្រោមនេះហើយកន្លែងហ្នឹងគឺជាកន្លែងក្តៅតែហ្មងកន្លែងដែលត្រូវធ្វើលេនដ្ឋានថ្មីត្រូវធ្វើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលជាគ្រឿងបិទបាំងណែក៏ខុសក៏គ្រងទៅយុទ្ធបកណាដែលជាគ្រឿងបិទបាំងស្អីផ្សេងកែបអណ្ដើកគីងគក់អីចឹងទៅណាតោះណាបងប្អូនតោះណាខ្ញុំនឹងក្រុមការងារខ្ញុំចុះទៅដល់កន្លែងដោយសេចក្តីស្រឡាញ់គោរពឲ្យយើងស្មោះត្រង់យើងជួយយើងដឹងគុណឧបការៈនៃការលះបង់កាយសាច់ឈាមស្រស់ដោយដើមទ្រូងពាំងនឹងក្របអញ្ចឹងគាត់រៀបរាប់អ្វីដែលវាជាទុក្ខលំបាកអ្វីដែលគាត់ទទួលរ៉ាប់រងអញ្ចឹងយើងទៅដល់យើងទៅឃើញស្ថានភាពក្រាបលូនអាម៉េចអាម៉ាយើងយកអ្វីមកឧបមាប្រៀបធៀបអាម៉េចក៏អត់បានដែរអត់ស្មើទេកន្លែងខ្លះ
យើងសាមញ្ញថាយើងមិនដែលធ្លាប់រស់នៅក្នុងព្រៃថាក៏ចូលឲ្យបាន1ម៉ោងកន្លះម៉ោងអត់បានទេហើយគាត់នៅក្រាបតយុទ្ធជាមួយនឹងសត្រូវដោយអង្គអាចក្លាហាន5យប់6ថ្ងៃឃើញទេឌុងដាំងហើយកន្លែងខ្លះទៅមើលជាបើទេហើយកន្លែងខ្លះក៏គួរឲ្យគត់ដែរពេលនេះខ្ញុំគ្រាន់តែចង់និយាយថាគុំឫស្សីមានប្រយោជន៍អីគ្រប់បែបយ៉ាងសុទ្ធតែមានប្រយោជន៍ក្រោយពីកម្លាំងចលករនៃកិច្ចការបង្រួមរវាងហេដ្ឋារចនាសម្ព័ន្ធផ្សេងរូបវន្តផ្សេងកម្លាំងសាមគ្គីហ្នឹងដែលញ៉ាំងឲ្យចិត្តក្លាហានពុះពៀគ្រប់ឧបសគ្គរបស់បងកងទ័ពជួរមុខគឺយើងអ្នកក្រោយនឹងឯងដែលជួយប្រពន្ធកូនចៅគាត់ជួយឧបត្ថម្ភគ្រប់គ្រងគ្រឿងឧបភោគបរិភោគដល់គាត់ទើបឈរជើងបានដល់សពថ្ងៃហ្នឹងអញ្ចឹងពីថ្ងៃខ្ញុំនិយាយរួចមកសារហើយបើអនុលោមយោគយល់ទៅតាមការអូសទាញការដុតឲ្យខ្លោចរោចឲ្យឆៅការគេហៅថាញុះញង់របស់ពួកមកក្តាប់តូចហ្នឹងនោះយើងអត់មានពេលដកដង្ហើមស្រួលអត់មានពេលប្រកបមុខរបរធ្វើការងារឲ្យកូនចៅទៅរៀនទៅសូត្រឬមួយក៏ធ្វើអីផ្សេងទេបើមួយថ្ងៃនេះអង្គុយទៅស្ដាប់ក្របតែលើអានឹងយើងនិយាយឲ្យត្រង់ឲ្យច្បាស់គ្នាតែកាលណាចាប់ផ្ដើមនិយាយរឿងឈឺក្បាលតើដំហើយដូចគោដាក់ភុះអានឹងបានភ្ញាក់កាឡាបានញេកកាឡាចេញបើនិយាយត្រឹមធម្មតាអ្នកខ្លះទៅវាដូចតែគ្នាអញ្ចឹងមានណាខុសគ្នាយើងអ្នកនៅក្នុងស្រុកបើមិនជឿមិនជាក់ទុកចិត្តលើអ្នកនៅក្នុងស្រុកទេកុំយកព័ត៌មានទាញមកប្រៀបធៀបគ្នាខ្ញុំពេលខ្លះបងប្អូនខ្ញុំនិយាយអស់មានអ្នកមិនសប្បាយចិត្តនឹងគ្នាច្រើនហើយឯងទៅដល់បតតព្រំដែននៅក្នុងត្រង់សេឃើញស្ថានភាពមើលឃើញច្បាស់ភ្នែកអានោះវាថាមិនហើយចេះចោះតែឯងថាមិនធម្មតាតើនៅនេះមិនដូចគេផ្សាយណាគេផ្សាយថាអញ្ចេះឯងថាចោះថាវាមិនអញ្ចឹងទេឥឡូវនេះនៅកន្លែងនេះបើអញ្ចឹងថតវីដេអូឲ្យមើលបន្តិចមកថតរូបឲ្យមើលបន្តិចក៏បាញ់យកចុះក្អួតវាចូលចិត្តអញ្ចឹងឯងចង់ឲ្យឯងទៅថតកែបថតគីងគក់ទៅថតដើកថតអីនឹងឲ្យពួកអស់ឯងនឹងមើលមែនអានឹងយើងនិយាយពីកាលនោះហើយសិតតាពួកអញ្ចឹងឯងមិនដែលជួយអី$ទេតែរឿងចង់ដឹងនោះដឹងលើសពីមហាសែនដឹងទាំងអស់ឯងកំពុងទៅនៅលើកំពូលភ្នំព្រះវិហារនោះពណ៌ផ្ចង់រូបភាពផ្ដិតរូបអីច្រេចច្រាច់នោះមានសេវាតិចតួចនោះតាក់តងសួរនាំចេះចុះដល់ប្រាប់ទៅអត់មានជឿទេអញ្ចឹងក៏អញ្ចឹងទៅអានឹងយើងហៅថាដូចពាក្យមួយគេនិយាយថាក្នុងគ្រួសាររបស់ខ្លួនឯងបើទោះបីជាឆ្លោះយ៉ាងណាក្នុងគ្រួសារយើងមិនបំបងចោលគ្នាទេណាពាក្យចាស់លោកថាម៉េចកាត់ទឹកមិនដាច់កាត់សាច់មិនបានណាស្អប់សួនតួប្រមាណលើប្រានប្រុសស្រីណាក៏ដោយប៉ុន្តែជាឈាមជោកាត់ទឹកមិនដាច់កាត់សាច់បានទេអ្នកឯងចង់ថាកូនខ្ញុំអាក្រក់អ្នកឯងចង់ថាកូនខ្ញុំណាជាចោលឆក់ចោលប្លន់លួចកាប់សម្លាប់មិនដែរក៏ពុកម៉ែការពារសិនដែរតម្រាំរកខុសត្រូវឃើញណាការពារកូនអញសិនហើយអញមិនភ្លើទៅការពារកូនក្រៅទេអានឹងវាចឹងចឹងរឿងខ្លះស្ដាប់ម៉ែឪយើងនៅក្នុងស្រុកសិននៅក្នុងប្រទេសយើងសិនគេមិនឲ្យយើងនឹងទៅហូបបបរសដូចសម័យ3ឆ្នាំ8ខែ20ថ្ងៃមុនទៀតទេណាចឹងរឿងអីផ្សេងខ្ញុំអត់និយាយទេតែពេលនេះគឺជាពេលវេលាដែលខ្ញុំត្រូវការផ្សព្វផ្សាយគៀងគោឲ្យបងប្អូនជួយដូចឧទាហរណ៍បងប្រុសមិញអញ្ចឹងគាត់ជួយមកនេះអាហ្នឹងគឺជាកម្លាំងជំនួយជួយហ่ะណាគាត់ជួយ50000មកនេះឃើញទេឧទាហរណ៍អញ្ចឹង50000 10នាក់យើងបាន50000បាត់អាយកូន2បាត់3ឥឡូវអញ្ចឹងទៅជួយគ្នាអញ្ចឹងទៅ
យើងជួយគ្នាបន្តនៅកន្លែងណាដែលយើងត្រូវការអ្នកដែលដឹងអំពីស្ថានភាពអ្នកដែលដឹងអំពីស្ថានភាពពេលដែលយើងផ្សាយទៅខ្ញុំអត់មានរឿងផ្សាយបឡាំបកើអញញ៉ៃទេបើរឿងណាមិនត្រូវផ្សាយគឺអត់និយាយហើយបើរឿងណាត្រូវនិយាយហើយគឺត្រូវតែផ្សាយចង់ជួយសម្រួលដល់បរិបទនៃតម្រូវការរបស់បងកងកម្លាំងជួរមុខព្រោះកន្លងមកយើងជួយរាប់មិនអស់ហើយដោយបងប្អូននិយាយចឹងហើយយើងក៏មិនលូកដែនអធិការកិច្ចសមត្ថកិច្ចនេះឲ្យហួសតួនាទីរបស់យើងក្នុងនាមអ្នកជួយតិចតួចស្ដួយស្ដើងតែប៉ុណ្្នឹងទេអត់មានដូចណាជួយដល់រាប់លានដុល្លារនេះអត់រាប់ម៉ឺននេះអត់ទេអ្វីដែលយើងអាចជួយបានគឺជួយផ្សព្វផ្សាយធ្វើសេចក្តីល្អជាមួយគ្នាបន្តទៀតដែលគេហៅថាវប្បធម៌សន្តោសសង្ឃៈដែលគិតអំពីជាតិនិយមមែនទែនមិនមែនសួនតួអញ្ចឹងទៅអញ្ចឹងខ្ញុំឲ្យសេចក្តីបំភ្លឺទៅបងប្អូនជនរួមជាតិយើងដែលសួរនាំប៉ុណ្ណឹងទៅចុះបាទព្រោះពេលវេលារបស់យើងវាមានតម្លៃណាស់ម្នាក់រៀងខ្លួនសុទ្ធតែមានតម្លៃទេមិនមានអ្នកណាអត់តម្លៃទេពេលវេលាសុទ្ធតែមានតម្លៃរៀងខ្លួនហើយនេះគុណសម្បត្តិនិងគុណវិបត្តិវាដើរទន្ទឹមគ្នាអញ្ចឹងណាតែផ្លេចសមោលបាបផ្លេចសមោលប៉ុនណាមួយលិចលង់ហើយធ្ងន់ណារាល់ថ្ងៃអត់ដឹងទេអ្នកខ្លះអត់ដឹងតែខ្លួនឯងកំពុងតែថ្លឹងថ្លែងខ្លួនឯងនេះខ្ញុំឧទាហរណ៍អញ្ចឹងបាក់ងើកអញ្ចឹងដូចខ្ញុំអញ្ចឹងវាមិនមែនមនុស្សឈឺក្បាលវិលមុខធីងធងទេណាតែបើយើងដើរខុសចិញ្ចៀងថ្លឹងអាបលិនរបស់យើងនេះដើរខុសដូចជិះម៉ូតូធ្លាក់ជ្រោះអញ្ចឹងដូចជិះម៉ូតូធ្លាក់ផ្លូវអញ្ចឹងណាធ្លាក់ភ្លឺស្រែណាបងប្អូនដើរឲ្យ analyze នឹងវាជារឿងមួយដែលគ្រាយើងលំបាកយើងត្រូវជួយគ្នាអញ្ចឹងមែនណាអ្នកឯងអ្នកជួយនឹងឯងមានអីខ្លះអត់មានអីទេខ្ញុំអត់មានអីទេតែបានបងប្អូនលោកឪពុកអ្នកម្ដាយក្នុងស្រុកក្រៅស្រុកលោកឃើញអំពីទុក្ខលំបាកនៃការផ្សព្វផ្សាយលោកជួយទៅលោកជួយម្នាក់បន្តិចមកដូចបងប្រុសជាសវណ្ណាអញ្ចឹងគាត់ចង់ជួយគាត់ចូលរួម 50000 ណាចូលរួម 50000 អញ្ចឹងជាការគបគួរល្អប្រសើរពុកម៉ែបងប្អូនយើងជួយគ្នាបន្តទៀតអញ្ចឹងជួយវាជាតម្រូវការហើយការផ្សព្វផ្សាយរបស់ខ្ញុំបាទនេះមិនមែនចេះតែនឹកឃើញផ្សាយទេដោយគាត់សុំសំណូមពរឲ្យជួយតែម្ដងបានហ៊ានផ្សាយបានគៀងគោបើតាមតែចិត្តអត់ទេអត់ដឹងរឿងមិនមានហេតុមិនមានសំណូមពរគឺមិនផ្សាយដូចកន្លងមកបងប្អូនដឹងស្រាប់ហើយដល់ពេលដល់វេលាទោះបីផ្សាយទៅបានតិចបានច្រើនឬបានតិចក៏យើងបានផ្សាយឲ្យអស់ចិត្តដែរបានប៉ុណ្ណាជូនគាត់ប៉ុណ្ណឹងទៅបាទអញ្ចឹងក៏ពេលដែលគាត់ត្រូវការចាប់ផ្ដើមនឹករលឹកដល់អំពូមីងមាពុកម៉ែបងប្អូនតាយាយដែលធ្លាប់ជួយណាធ្លាប់ជួយម្នាក់បន្តិចទៅក៏យើងបានជួយដឹកនាំពំពាទៅដល់គោលដៅជាក់ស្ដែងច្បាស់ជួយដល់ពួកគាត់ចឹងទៅមិនមែនជាហេតុមិនមែនជាលេសដោះសារកន្លែងខ្លះវាក៏ជាកិច្ចការងារអភិវឌ្ឍមួយយ៉ាងពេញលេញក្នុងការស្ដារនិងជួយលើកទឹកចិត្តដល់ពួកគាត់យើងមែនហើយដូចបងប្អូនថាឃើញថាយើងបានសន្តិភាពឡើងវិញហើយនៅគៀងគោអីទៀតសំណួរនេះខ្ញុំពិបាកឆ្លើយដល់បងប្អូនតាមសភាពការអត់ទាន់ណាខ្ញុំរកកន្លែងឆ្លើយអត់ឃើញហ្មងខ្ញុំនិយាយមែនបើជាបងប្អូនភ្លេចតាមដានចោលដានប្រវត្តិសាស្ត្រយើងអានឹងដោយសារអត់បានតាមដានហើយអញ្ចឹងឯងបើបងប្អូនតាមដានតែបន្តិចដឹងហ្មងខ្ញុំនិយាយអីបន្តិចនេះបងប្អូនដឹងនេះលោកក្មួយនិយាយរឿងព្រំដែនណាដូចម្សិលមិញក្មួយឥឡូវយើងចាប់ដើមក្តៅណាអំពូគាត់ឲ្យប្រភពព័ត៌មានមកតែខ្ញុំមិនផ្សាយទេដឹងគាត់យ៉ាងម៉េចឲ្យយ៉ាងណាដឹងទាំងអស់អានោះវាវែវវាហោះអាម៉េចអីពីម៉េចដឹងទាំងអស់តែអត់ផ្សាយទេមិនបង្អើលតែរឿងវាមែនទេមិនហាវ៉ាប់ឡើងផុសផ្សាយក៏ក្ដុងក៏ក្ដាំងផ្ទុះទៀតហើយបាញ់គ្នាទៀតហើយដោយអាណាណអាក្រៅស្រុកប្រមាណអ្នកនោះឃើញវាផ្សាយព័ត៌មានคล้ายផ្ទុះទៀតហើយកម្ពុជាថៃបាញ់គ្នាទៀតហើយមានណាសិទ្ធិព័ត៌មានคล้ายបងប្អូន screenshot ឲ្យតាំងយកមកសួរផ្ទុះមែនណាយើងបាញ់គ្នាមែនណា
នេះគេផ្សាយទៀតហើយនេះគេថាយើងបាញ់គ្នាហើយបាញ់ទៅចឹងណាពេលខ្លះតែបើថាសួរមកប្រាប់ទៅគាត់ស្ដាប់ទៅមិនអីទេបើអត់ស្ដាប់ខ្ញុំនឹងប្រាប់ទៅអីទៀតអាហ្នឹងនិយាយអស់តាំងពីដំណើរតោមហ៎កុំថាខ្ញុំចិត្តអាក្រក់ពេលខ្លះសួរនាំទៅមិនហើយណែអូណាស្ថានភាពព្រំដែនយើងមើលទៅបាញ់គ្នាទៀតទេហ៎បាទសួរមកដូចលេងឆ្លើយទៅលេងដែរទៅតែរឿងពិតមិនពិតអីមិនមកវានៅក្នុងហៅថាបញ្ញាញាណរបស់យើងក្នុងការគិតនិងចែករំលែកកន្លែងខ្លះគួរចែករំលែកដែរណាកន្លែងខ្លះមិនគួរចែករំលែកអត់ប្រាប់តែហ្មងថាអត់ដឹងពួកយើងមិនមែនជាតុលាការកាត់ក្តីមិនមែនជាអ្នកដែលមនុស្សមហាជនដ៏សំខាន់ក្នុងតួអង្គអីអត់ទេត្រឹមតែជាប្រជាពលរដ្ឋធម្មតាចេះដឹងប៉ុណ្ណាលាក់បាំងបានបង្ហាញប្រាប់ខ្លះទៅពួកយើងត្រូវដឹងរួមគ្នាមានសិទ្ធិឈឺឆ្អាលរឿងប្រទេសជាតិរឿងទឹកដីរបស់យើងរួមគ្នាបាទមិនមែនជារឿងរបស់អ្នកណាទេរឿងរបស់យើងទាំងអស់គ្នាណាជាតិទាំងមូលជារបស់យើងណាកម្មសិទ្ធិរបស់យើងទាំងអស់គ្នាណាត្រូវដឹងចំណុចនេះវាសំខាន់ណាមែនទេបោះអានោះបោះអានេះទេមិនដូចបោះអាសក់ក្រហមបោះតាជេមសុកអីណាអាសុកអាសោណាសាណាស៊ីនណាស្អីណាអា$23 $23ឯណាតាមតែក្បាលចិត្តរបស់ពួកវានឹងទៅបើពួកវាក្បត់ជាតិតាំងពីដើមមកបណ្ដៃនាំចម្រើនអីដល់ប្រជារួមជាតិខ្មែររបស់យើងពួកអាចជើងប្រច្រាស់ខ្យល់អស់នឹងឃើញទេអត់ចង់លូកឡំពាក់ព័ន្ធទៅនឹងរឿងពួកអស់នឹងទេតែកណាពុកម៉ែបងប្អូននិយាយរឿងហ្នឹងធ្វើឲ្យសមោលអតីតហ្នឹងចេះតែចង់ដាប់ក្បាលពួកនឹងញួរតែខ្ញុំទប់ហើយខ្ញុំទប់ច្រើនហើយរឿងហ្នឹងសុំបញ្ចប់ទៅមិនបាច់ចាំនេះទេចង់នរណាស្អីនរណាក៏ដោយយើងមើលតាមសមិទ្ធផលនិងភាពជាក់ស្ដែងទៅមិនអីម៉ាទៅគឺតាំងពីស្ដាប់ធរស្ដាប់អាមក2ឆ្នាំមកនេះគឺថាសន្តិភាពក្នុងផ្លូវចិត្តបានច្រើនណាបងប្អូនមានតាមដានឃើញឯคลิปវីដេអូខ្ញុំតាំងពីស្ដាប់ធម្មទេសនារបស់ព្រះអង្គបណ្ឌិតច័ន្ទមនីមក2ឆ្នាំកន្លងមកនេះខ្ញុំស្ងប់ច្រើនណាមិនសូវខឹងក្រោធមិនសូវពុះកជ្រោលអីទេប៉ុន្តែនៅតែមានផ្លត់ម្ដងឃើញទេផ្លត់ម្ដងសឹងភ្លូកទឹកភ្លូកដីក៏មិនមានអ្នកទប់តន់អ្នកខាំងអ្នកខត់ហ្នឹងក៏អីហ្នឹងទៅទៀតបាត់ហើយផ្អើលទឹកផ្អើលដីដូចពីមុនទៀតបាត់លើនឹងឯងចូលចិត្តឃើញមិនថាអញ្ចឹងអត់ទុកអត់លាក់អីទេឲ្យតែមានហេតុត្រឹមត្រូវដឹងដាក់ទៅហើយតែឥឡូវយើងគិតព្រោះដោយសារអីប្រទេសជាតិយើងមានសង្ឃក្រៀមវានៅមានភាពរៃមិនមែនចេះតែចង់ឃើញអីធ្វើតាមទំនើចិត្តក្បាលចិត្តរបស់យើងបានទេអញ្ចឹងបងប្អូននេះទុកថាជាការទូលស្គាល់បញ្ញាស្មារតីបងប្អូនប្រជាពលរដ្ឋជាថ្មីម្ដងទៀតនៅក្នុងសេចក្តីអំពាវនាវដែលយើងត្រូវការយ៉ាងជាក់លាក់ពិតប្រាកដនេះនៅពេលនេះខ្ញុំចង់បានអាយគោមចំនួន7ហើយនឹងគ្រឿងរណ្ដាប់ផុសភាអីផ្សេងដែលបងប្អូនចង់ជួយដល់បងកងទ័ពជួរមុខនៅថ្ងៃអាទិត្យហ្នឹងសូមអញ្ជើញពុកម៉ែបងប្អូនទំនាក់ទំនងជួយតាមការគួរចុះណាទោះបីតិចក្តីច្រើនក្តីដូចម្ដេចដូចម្ដាយយើងបានជួយគាត់ខ្លះទៅតាមការសំណូមពរការសុំរបស់គាត់ណាមិនមែនខ្ញុំនឹកឃើញសុំទេបងប្អូនដោយសេចក្តីគោរពគារវៈយ៉ាងជ្រាលជ្រៅជាទីបំផុតមិនមែននឹកឃើញណែនឹកឃើញចង់ធ្វើមែនទេតើបងប្អូនកងតបយើងជួមុខគាត់ចង់បានលោកក្មួយចង់បានមី20កេស30កេសអង្គឧទាហរណ៍ណាកាហ្វេកាទៀវអីចឹងទៅបានខ្ញុំព្រានាទៅហើយពេលខ្លះនោះបាច់ល្មមហ្នឹងគឺមានលទ្ធភាពហ្នឹងក៏តែបាញ់ឲ្យទៅមិនចាំបាច់ដល់ផ្សព្វផ្សាយទេតែពេលនេះគឺជាពេលដែលយើងត្រូវការហើយណាមួយខ្ញុំក៏ចំណាយអស់នៅល្មមហ្នឹងត្រឹមតែអាយគោម4 5 6 7គឺគៀងកោគ្នាជួយបានបាត់ហើយប៉ុន្តែឥឡូវដូចដឹងស្រាប់ហើយសេដ្ឋកិច្ចណាមួយរៀនផងធ្វើ
ធ្វើការងារអីផ្សេងផងចំណាយលើអីផ្សេងទៀតទៅក៏វារៀងពិបាកតិចដែរអញ្ចឹងមានតែបងប្អូនយើងទេដែលជួយគ្នាទៅណាបាទជួយគ្នាយើងជួយគ្នាមកម្នាក់បន្តិចមកជួយដូចបងសវណ្ណាក៏ជួយ 50000 អញ្ចឹងម្នាក់តែ 50000 10នាក់20នាក់30 40នាក់គ្រប់ហើយបាទអញ្ចឹងអរគុណណាស់បងប្អូនយើងសុំពេលវេលា1ម៉ោងប៉ុណ្ណឹងទៅបានហើយដោយសារខ្ញុំបាទហ្នឹងគឺសុខភាពក៏មិនសូវជាមាំទាំដែរដោយសារការសំណូមពរអញ្ចឹងជាស្រ័យទៅតម្រាំដល់ថ្ងៃអាទិត្យនោះថ្ងៃនេះយើងថ្ងៃអង្គារបាទរំលងម៉ោង 12 នេះចូលដល់ថ្ងៃពុធអញ្ចឹងថ្ងៃសៅរ៍ហ្នឹងគឺខ្ញុំនឹងក្រុមការងារឡើងទៅខេត្តព្រះវិហារឬក៏ដល់មានជ័យគឺឆ្លើយសួរសុខទុក្ខបងប្អូនតាមលទ្ធភាពដែលអាចធ្វើបានតែមិនដឹងទៅតាមមធ្យោបាយណាទៀតចាំមើលសិនបើអាចទៅរួចជាមួយនឹងក្រុមការងារយ៉ាងម៉េចយ៉ាងម៉ាយើងទៅតាមដំណើរតងនឹងទៅអរគុណណាស់បងប្អូនសូមគោរពជូនពរបបរសួស្តីសិរីមង្គលនិងវិបុលសុខដ៏មហាប្រសើរចូលកើតមានឡើងដល់បងប្អូនជនរួមជាតិក្នុងប្រទេសនិងក្រៅប្រទេសបានសមប្រកបទៅនឹងសេចក្តីសុខសេចក្តីចម្រើនគ្រប់និន្នាការទាំងអស់សូមឲ្យរក្សានៅសេចក្តីសុខស្ងប់ស្ងាត់តាមផ្លូវកាយផ្លូវចិត្តហើយនឹងរកទទួលទានទៅតាមសមាជីវៈរបស់យើងបានផលចម្រុងចម្រើនរុងរឿងទាំងអស់គ្នាសូមអរគុណនិងសូមគោរពលាបាទ